Chẳng tàng mù ní cứ chỉ motherboard lấyខ្ញុំដោះ motherboard ចេញចឹង motherboard វាមានជាប់ជាមួយនឹងខ្សែ connector ជាច្រើនបាទដូចជាខ្សែ keyboard បាទកន្លែងនេះខ្សែ keyboard បាទកន្លែងនេះខ្សែ USB នេះបងប្អូនបំបែកមក Oyo នេះ Oyo អានេះខ្សែបំបែកមក mousepad បាទអូខេហើយមានអីទៀតនេះខ្សែបំបែកមក USB មកខាងនេះបាទអញ្ចឹងវាមានផ្នែករបស់វាហើយព្យាយាមដោះប្រុងប្រយ័ត្នបាទឥឡូវយើងមកចៅ motherboard បាទមើលឲ្យអស់បងប្អូនណាប្រយ័ត្នតែដោះខ្ចៅអត់អស់លើកមកបខំបាក់ motherboard យើងអាហ្នឹងធ្ងន់ធ្ងរបាទអញ្ចឹងមើលសិនវានេះជាប់អីខ្លះបាទចូលអីទៀតអស់ហើយបាទអស់ហើយអញ្ចឹងយើងអាចលើកបានបាទឃើញថានេះជាប់ខ្សែកន្លែងនេះបាទអញ្ចឹងយើងដកអានេះចេញសិនមកអញ្ចឹងការដោះ motherboard លើកឡើងនេះគឺបងប្អូនព្យាយាមទៅមិនយើងញាក់វាមកបើសិនជាវាជាប់កន្លែងណាទៅកន្លែងណាយើងដកមកបាទហើយទូរស័ព្ទរបស់យើងហ្នឹងថតទៅឲ្យច្បាស់លាស់ស្រួលនៅពេលដែលដាក់ចូលវិញច្រឡំកន្លែងណាបើកកាមេរ៉ាមើលភ្លាមអូខេឥឡូវខ្ញុំលើកបានហើយនេះបងប្អូនបាទនេះបងប្អូននេះគឺជា motherboard ផ្ទាល់ទាំងមូលតែម្ដងបាទអញ្ចឹងភាសាបច្ចេកទេសយើងអាចហៅបានច្រើន motherboard ក៏បាន mainboard ក៏បានបាទទៅតាមបច្ចេកទេសរៀងខ្លួនហើយនឹងងាយយល់បាទអញ្ចឹងនៅលើ motherboard ទាំងមូលនេះគឺវាមានផ្នែករបស់វាជាច្រើនទៀតបាទឧទាហរណ៍កន្លែងនេះគឺជាផ្នែកបាទផ្នែកអីចេះបងប្អូនតោះយើងជូតកាវនេះចេញយើងឃើញគេដាក់ថា Nvidia នេះគឺជាក្រុមហ៊ុនដែលផលិត VGA បាទអញ្ចឹងយើងសម្គាល់កន្លែងនេះថាជា VGA បាទ VGA ដែលយើងនៅក្នុងភាសាបច្ចេកទេសកុំព្យូទ័រគេហៅថា GPU បាទអានេះជា GPU របស់វាបាទ graphic card ដាច់ហ្នឹងបាទភាគច្រើនបងប្អូនលេង game លេងអីហ្នឹងគឺបានអាហ្នឹងហើយធ្វើឲ្យ graphic ច្បាស់បាទ smooth ហ្នឹងហើយហើយកន្លែងនេះគឺជា CPU បាទមួយនេះបងប្អូនណាបាទធំនេះ CPU អញ្ចឹងអាហ្នឹងវាមានលេខកូដរបស់វាដែរបាទវាមានលេខកូដរបស់វាដែរខ្ញុំជប់ចេញបាទនេះលេខកូដរបស់វាបាទចានេះវាមានលេខកូដអញ្ចឹងយើងសម្គាល់បានដោយលេខកូដបាទជាពិសេសនោះយើងចំណាំតាក់ទងទៅនឹងក្រុមហ៊ុន Nvidia គឺដាក់ Nvidia តែម្ដង AMD គឺដាក់ AMD តែម្ដងបាទអញ្ចឹងអានេះគឺជា GPU អានេះ CPU ហើយអានេះគឺជាអីគេបាទវាធំអញ្ចឹងបាទកុំឲ្យច្រឡំក្រៅពី CPU ហើយ GPU គឺវាមានបាទ chipset control អានេះ control ទៅលើភ្លើងបាទ control ទៅលើភ្លើងដែលវាត្រូវការទទួលបញ្ជាពី CPU មកដែរហ្នឹងហើយអូខេហើយយើងឃើញអានេះគឺជាគេហៅថា SIO អាហ្នឹងគឺជា control ភ្លើង management មួយដែរហ្នឹងហើយអញ្ចឹងមានច្រើនអញ្ចឹងយើងកម្រិតដំបូងយើងមិនបាច់ចាំដល់នឹងពេកទេហ្នឹងហើយអញ្ចឹងយើងត្រូវគ្រាន់ឲ្យស្គាល់ថាអាណា CPU អាណា GPU បាទអាណា CPU អាណា GPU ហើយកន្លែងណាថ្មកន្លែងណា RAM កន្លែងណា SSD បាទប្រភេទ RAM ប្រភេទ SSD បាទ M2 SATA បាទដាក់បានប្រភេទណាខ្លះអញ្ចឹងឲ្យស្គាល់បងប្អូនឲ្យស្គាល់សិនចាំយើងទៅដល់បាទគេហៅថាមកកម្រិតទៀតគឺ advanced បាទទៅលើ chip level អាហ្នឹងយើងរៀនពី chip ហើយ chip ទាំងអស់នេះហ្នឹងហើយយើងរៀនលម្អិតពីលើ motherboard ផ្ទាល់តែម្ដងប៉ុន្តែកម្រិតដំបូងគឺបងប្អូនត្រូវតែស្គាល់អីជា RAM មុខងារធ្វើអី RAM ប្រភេទអីខ្លះបាទ storage មានអីខ្លះមាន SSD មាន M.2 មាន SATA បាទមានប្រភេទ hard disk អញ្ចឹងទៅបាទហើយតាក់ទងទៅនឹងអេក្រង់ទៀតបាទអញ្ចឹងឥឡូវអានេះយើង motherboard យើងបញ្ចប់ប៉ុណ្្នឹងសិនដោយសារតែយើងមិនលម្អិតពេកទេដោយសារ
ទើបតែកម្រិតដំបូងបាទកាលណាលំអិតពេកបងប្អូនវិញលំអិតពេកវិញមិនដឹងរៀនមិនរៀនពីណាទៅណាអូខេបន្ទាប់ពីលើក motherboard ចេញមកគឺផ្នែកខាងក្រោមនេះគឺជា keyboard ហើយបាទផ្នែកខាងក្រោមនេះអញ្ចឹងអានេះពិបាកលើកបន្តិចដោយសារវាមិនជ័រអញ្ចឹងកាលណាលើកយើងត្រូវដោះជ័រនឹងចេញបានលើកបានបាទអញ្ចឹងប្រភេទ laptop ខ្លះវាមិនអញ្ចឹងការផ្លាស់ប្ដូរ keyboard បងប្អូនពេលខ្លះហេតុអីបានថ្លៃម៉េះគឺថ្លៃនៅចំណុចហ្នឹងដោយសារតែមិនប្រើពេលវេលាហើយតកតងនឹងសុខភាពទៀតវាហុយហ៎បងប្អូនយើងដុតជ័របងប្អូនដឹងស្រាប់ហើយដុតជ័រគឺធំបែបណាគឺអានេះបែបហ្នឹងបាទហើយនេះ speaker បងប្អូននេះ speaker ដែលខ្ញុំបានថាមិញហ្នឹងថាវានៅក្រោម motherboard ហ្នឹងអញ្ចឹងក៏យើងលើក motherboard ចេញបានឃើញ speaker នេះឃើញទេបងប្អូនអានេះ speaker របស់ laptop យើងគឺទូចទេអត់មានធំបាទអត់មានធំអីទេហើយវាប្រើភាគច្រើន4អូម8អូមអញ្ចឹងការផ្លាស់ប្ដូរ speaker គឺត្រូវដឹងពីរបស់វាដែរបើសិនជាយើងចង់កែអូខេបន្តមកទៀតខ្ញុំដោះបាទឥឡូវខ្ញុំដោះ speaker ចេញមកផ្នែកសិនបាទដាក់នៅកន្លែងនេះកន្លែងតូចតិចបងប្អូនណាបាទព្យាយាមមើលទាំងអស់គ្នាអានេះគឺជាជើងបាទអញ្ចឹងជើងនេះវាចាប់ជាមួយនឹងតួខាងក្រោមនេះភ្ជាប់ជាមួយនឹងផ្នែកខាងលើបាទផ្នែកអេក្រង់នេះឥឡូវនេះខ្ញុំដោះបាទខ្ញុំដោះចេញប្រើ motor លឿនជាងអូខេមើលខ្សែណាស់ពាក់ព័ន្ធកុំឲ្យគៀបសកត់ដាច់អូខេបន្តមកយើងកោះដៃក៏បានឬក៏មានដៃអីស្ដើងបងប្អូនណាដៃស្ដើងបាទយើងជោគវាបន្តិចមកហើយទប់អានេះបាទយកដៃទុំអញ្ចឹងយកដៃសកត់អញ្ចឹងហើយលើកអានេះឡើងមកដើម្បីយើងងាយស្រួលដោះបាទអូខេបងបាទបន្តមកនេះយើងបង្ហើបវាអញ្ចឹងមកតែវាអស់ទៅលើកចេញនេះឃើញទេបងប្អូននេះតែអញ្ចឹងមកអូខេអានេះផ្នែក keyboard តួផ្នែក keyboard បាទឥឡូវជិះយកដៃតុកយើងខ្ញុំដាក់មកក្រោយសិនបាទនេះផ្នែកអេក្រង់គោលសំខាន់ដែរបាទអញ្ចឹងផ្នែកអេក្រង់គឺប្រុងប្រយ័ត្នមែនតើនៅពេលដែលផ្លាស់ប្ដូរដោះដូរអីបាទបងប្អូនព្យាយាមឆែកលេខ model ឲ្យបានត្រឹមត្រូវបាទដើម្បីការពារនៅពេលដែលដាក់ទៅកុំឲ្យខុសបាទជាពិសេស refresh rate របស់វាបាទភាគច្រើន laptop គឺគេដាក់អីបាទ refresh rate របស់វាមាន 144Hz 240 360បាទទៅតាមប្រភេទអេក្រង់នីមួយៗហើយមាន 60Hz Full HD អញ្ចឹងទៅបាទអញ្ចឹងផ្នែកអេក្រង់ក៏សំខាន់ដែរបងប្អូនណាដោះដាក់គឺប្រុងប្រយ័ត្នមែនតើហើយដើម្បីដោះវាបានគឺងាយទេបាទគឺយើងដកស៊ុំនេះមកអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបដូរអេក្រង់ប៉ុន្តែអាចនឹង model ផ្សេងបាទអានេះដោយសារតែអត់មានបញ្ហាទេចាំនៅពេលដែល laptop ផ្លាស់ប្ដូរអេក្រង់មានបញ្ហាអាហ្នឹងខ្ញុំស្រួលបង្រៀនបងប្អូនតែម្ដងតែបើ laptop ល្អអញ្ចេះអេក្រង់នៅស្អាតបងប្អូនកុំទៅដោះលេងបាទនាំតែមានបញ្ហាទេបាទអាចនឹងជាប់អាចនឹងបែកបាទអញ្ចឹងអានឹងអត់បានទេអូខេអញ្ចឹងគ្រឿងក្រៅរបស់វាខ្ញុំដកអាធំចេញទុកតែទូចឲ្យបងប្អូនឲ្យបងប្អូនបានទស្សនាអូខេឥឡូវយើងដាក់វាអានេះដៃត្រជាក់បាទកង្ហាលបាទនេះ motherboard បាទ motherboard ឬ mainboard ស្រាប់តែបងប្អូនហៅទេណាបាទ speaker បាទ Wi-Fi card បាទ hard disk RAM M2 បាទ storage SSD M.2 ហើយថ្មបាទនេះថ្មអូខេនេះគឺជា hardware មួយចំនួនដែលនៅក្នុង laptop បាទដែលយើងអាចមើលឃើញអាចប៉ះបានគេហៅថាផ្នែករឹងនៃ computer បាទអញ្ចឹងបងប្អូនជួសជុលបាទគឺត្រូវដឹងថា RAM ប្រភេទណាមានបញ្ហាអីតាក់ទងទៅនឹង RAM បាទ SSD ប្រភេទណាមានបញ្ហាអីតាក់ទងទៅនឹង SSD បាទហើយ hard disk បាទហើយ speaker ក៏យើងជួសជុលដែរបាទពេលខ្លះយើងកែពេលខ្លះយើងផ្លាស់ប្ដូរ original របស់វាបាទហើយថ្មត្រូវចេះឆែកថ្មតើថ្មនឹងទំហំប្រមាណបាទដាក់ឲ្យបានត្រឹមត្រូវហើយត្រូវដឹងពីកង្ហាលនៅពេលដែលគាំងបាទជួសជុលបែបណាបាទហើយដៃត្រជាក់ជាពិសេសការផ្លាស់ប្ដូរកាវបាទអូខេអ
ចឹងវីដេអូថ្ងៃនេះគឺយើងបញ្ចប់ប៉ុណ្នេះបាទអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយយើងនឹងលម្អិតមុខងារនីមួយៗទាក់ទងទៅនឹងបាទ hardware របស់យើងទាំងអស់នេះអរគុណសម្រាប់ពុកម៉ែបងប្អូនដែលចំណាយពេលដ៏មានតម្លៃតាមដានទស្សនាវីដេអូនេះកុំភ្លេច Subscribe ដើម្បីទទួលបានចំណេះដឹងបន្ថែមបាទអរគុណជម្រាបលា